tới chạy được tí ca sầm lấp đói một cố không rụp hiệp bài chấm và rụp hiệp côn bài chấm này chẳng mà sân chỉ bom ôn nè quạt ở liên tố hay trên tầm rung bài chấm hay quạt sập khang đây cú dựng bàn cho lấy video ní cứ chun của con chỉ bị sẹt không lại khăn ní cứ ai tha bà sân chỉ bên khai đa muốn up stuôn đề và hay không bà lại khăn bên so đa muốn cứ stuôn hay bây giờ những cái stuôn những cái việc mệt cho lấy đâu bây giờ mọi cặp yếu dân tư tu sẵn không lại khăn là bên khai đa muốn cứ up stuôn và up stuôn như thật đa mệtចូលរួមថែរក្សានិងអភិរក្សខ្មែរទាំងអស់គ្នាអញ្ចឹងនេះឆ្លើយទៅតាមសំណពរនៅក្នុង comment បាទបងប្អូន comment ច្រើនពាក់ព័ន្ធជាមួយនឹងខ្ញុំចាំអំពីការសម្រាប់ប្រើគោមួយត្រីមួយបាទអញ្ចឹងការសម្រាប់ប្រើគោមួយត្រីមួយគឺមានការសម្រាប់នៅមុខគោហើយនិងក្រោយគោបាទនេះគឺជារូបភាពដែលយើងសម្រាប់នៅមុខគោបាទអញ្ចឹងនៅមុខគោបងប្អូនចំណាំអត់រើសជ្រុងទេជ្រុងមួយណាក៏យើងអាចស្លាប់បានដែរបាទនៅមុខគោណាតែបើក្នុងលក្ខខណ្ឌដែលនៅខាងក្រោយគោយើងត្រូវតែរើសជ្រុងបាទបើយើងស្លាប់នៅខាងក្រោយគោគឺត្រីត្រូវតែត្រូវជ្រុងបាទអញ្ចឹងឥឡូវយើងអត់តទៅខាងក្រោយគោទេសម្រាប់វីដេអូអេពីសូតទី1នេះវីដេអូភាគ1នេះយើងនឹងទៅចែកម្លែកអំពីការសម្លាប់ដោយមុខគោក្នុងរូបភាពបែបអញ្ចឹងបាទរូបភាពកូនបែបអញ្ចឹងអញ្ចឹងបើសិនជាបងប្អូនអ្នកគាត់លេងតហើយចេញតម្រង់បែបអញ្ចឹងហើយគាត់អត់ស្លាប់ខាងដៃគូយើងបានអញ្ចឹងឥឡូវវីដេអូនេះគឺជូនពួកគាត់ជាពិសេសក្នុងលក្ខខណ្ឌនេះគឺអាចថាបើសិនជាវេនខ្មៅដើមមុនអត់ស្ទួនទេបាទហើយក្នុងលក្ខខណ្ឌវេនសដើមមុនគឺស្ទួនហើយដល់ពេលដែលយើងកែស្ទួនយើងកែវាមិនចឹងឥឡូវដើម្បីមកខាត់ពេលយូរយើងទៅទស្សនាក្នុងលក្ខខណ្ឌដែលវេនខ្មៅដើមមុនគឺអត់ស្ទួនបាទអត់ស្ទួនទៅដើមមិនអញ្ចឹងខាងខ្មៅមានពីរលក្ខខណ្ឌបាទលក្ខខណ្ឌទី1គឺគេមកខាងស្ដាំដៃរត់មករកអង្គយើងលក្ខខណ្ឌទី2គឺគាត់នឹងមកខាងឆ្វេងដៃក៏រត់មករកត្រីបកយើងបាទរត់ទៅជ្រុងមួយណាក៏ស្លាប់ដែរបាទបើសិនជាបងប្អូនដឹងពីរបៀបក្នុងការដើរណាអញ្ចឹងលក្ខខណ្ឌឥឡូវយើងនិយាយលក្ខខណ្ឌជាទូទៅភាគច្រើនគឺគេអាចចូលមកមុខអង្គឯងគឺគេគេចពីមុខអង្គសិនតែយើងនៅមុខគោណាអញ្ចឹងក្នុងលក្ខខណ្ឌបែបនេះបាទនៅពេលដែលគាត់ដើរមករត្រីយើងភ្លាមបងប្អូនត្រូវចាំរូបមុនគឺអង្គមួយគោមួយនឹងត្រូវស្លាប់បាទអញ្ចឹងអង្គជើងទី1គោជើងទី2យើងអាចស្លាប់បានដែរអញ្ចឹងរូបភាពបែបអញ្ចឹងពីរជើងស្លាប់តោះឥឡូវយើងទៅមើលការស្លាប់ទាំងអស់គ្នាអញ្ចឹងអង្គមួយបាទខិតអង្គមកខាងគោយើងបាទអញ្ចឹងខាងខ្មៅគឺមានតែមួយជំរឿទេបាទអញ្ចឹងយើងអុកពីមុខគោស្លាប់បាទបញ្ជាក់នេះគឺខាងក្រោយគោអញ្ចឹងមកយើងវាយទៅខាងមុខគោស្លាប់បាទរូបភាពដដែលអញ្ចឹងគាត់មកខាងនេះម្ដងនៅពេលដែលគាត់រត់មកអង្គយើងអ្វីដែលយើងត្រូវដើររូបមន្តនេះគឺគោ3ជើងស្លាប់ហើយអង្គក៏យើងអត់កាន់ត្រីក៏យើងអត់កាន់ដែរគាត់ងាកមកស្ដាំអញ្ចឹងគោ3ជើងយើងដើរគោវាមិនតោះយើងទៅយូរទាំងអស់គ្នាអុកគោជើងទី1បាទខាងខ្មៅមានមួយជំរឿគាត់គាត់មកខាងនេះអញ្ចឹងគាត់ឡើងគោត្រង់បាទខ្មៅមានតែមួយជំរឿទេបងប្អូនឃើញទេគាត់មកចេះអញ្ចឹងគាត់ថយអុកស្លាប់បាទអញ្ចឹងលក្ខខណ្ឌដែលមិនស្ទួនគឺមានពីរលក្ខខណ្ឌហ្នឹងហើយបើសិនជាលក្ខខណ្ឌដែលស្ទួនយើងនឹងទៅវីដេអូភាគ2ទៀតបាទយើងត្រូវតែបើក្នុងលក្ខខណ្ឌវេនសដើមមុនណាតែយើងត្រូវតែញាក់ស្ទួនវាមិនបាទអញ្ចឹងឥឡូវយើងទៅសង្ខេបទាំងអស់គ្នាតែមុននឹងយើងទៅសង្ខេបសារថ្មីពាក់ព័ន្ធមួយពីតម្រងមិនបាទអញ្ចឹងសូមពេលបងប្អូនមួយនាទីក្នុងការអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងគឺទឹកយិនសិនម៉ាអ៊ីបាទដែលបានជួយឧបត្ថម្ភវីដេអូអុកខ្មែររបស់យើងណាអញ្ចឹងយើងនិយាយពីអត្ថប្រយោជន៍គាត់ទីទៅពាក់ព័ន្ធមួយទឹកយិនសិនម៉ាអ៊ីគឺជាផលិតផលផលិតនៅរោងចក្រនៅប្រទេសកូរ៉េនាំចូលពីប្រទេសកូរ៉េចូលមកប្រទេសកម្ពុជាពាក់ព័ន្ធមួយការញ៉ាំបើសិនជាបងប្អូនអ្នកញ៉ាំណាគឺញ៉ាំដោយទំនុកចិត្ត 100% ញ៉ាំដោយសុវត្ថិភាព 100% គឺមានការទទួលស្គាល់ជាអន្តរជាតិបាទបងប្អូនឃើញ logo ដែលគេទទួលស្គាល់ហ្នឹងគឺទទួលស្គាល់ពីផ្នែកចំណីអាហារនៅខាងកូរ៉េផងទទួលស្គាល់ផ្នែកចំណីអាហារនៅខាងប្រទេសកម្ពុជាផងគឺយើង check ចូល labo ទាំងពីរប្រទេសតែម្ដងគឺបងគេចេញ certificate ឲ្យយើងហ្នឹងបាទអញ្ចឹងពាក់ព័ន្ធមួយតម្លៃសួរថ្លៃអត់បាទពីកូរ៉េមកតាំងទឹកយិនសិនអញ្ចឹងតម្លៃបើមកប្រអប់ធំដែលបងប្អូនឃើញនេះគឺមាន30កញ្ចប់តូចនេះអញ្ចឹងមកប្រអប់ធំញ៉ាំបានមួយខែមួយថ្ងៃយើងញ៉ាំតែមួយកញ្ចប់ទេអត្ថប្រយោជន៍មានច្រើនដល់12អត្ថប្រយោជន៍តែអត្ថប្រយោជន៍មួយដែលខ្ញុំអ្នកញ៉ាំផ្ទាល់ខ្ញុំដឹងហ្នឹងគឺការគេងលក់ស្រួលអញ្ចឹងបើសិនជាបងប្អូនពិបាកគេងយប់ឬក៏មានប៉ាម៉ាក់ពិបាកគេងយប់បងប្អូនសាជីវទឹកយិនសិននេះទៅឲ្យគាត់ភាសាទៅមួយថ្ងៃមួយកញ្ចប់ទេគឺមុនគាត់ចូលគេងតែឥឡូវគាត់ចូលគេងម៉ោង9អញ្ចឹងឲ្យគាត់ញ៉ាំម៉ោង8ឬក៏ម៉ោង8កន្លះទៅបាទមួយថ្ងៃមួយកញ្ចប់សាកល្បងឲ្យគាត់ទៅបាទនេះគឺមិនមែនជាថ្នាំពេទ្យទេគឺវាអត់ប៉ះពាល់ទេបាទវាជាប្រភេទភេសជ្ជៈបែបទឹកយិនសិនដែលយើងធ្វើអំពីទឹកយិនសិនរបស់កូរ៉េនិងទឹកឃ្មុំបាទអញ្ចឹងបើសិនជាបងប្អូនត្រូវការជាវបងប្អូនអាចតាក់ទងតាម admin ក៏បានដែរបាទបងប្អូនអាចឆាតចូល page មកឬក៏បងប្អូនអាចឆាតមក account personal របស់ខ្ញុំផ្ទាល់ខ្ញុំបានដាក់ collaboration មួយ page ហ្នឹងណាអញ្ចឹងបងប្អូនមានតម្រូវការបងប្អូនអាចតាក់ទងមក admin បានអូខេអញ្ចឹងយើងអរគុណដល់ម្ចាស់ sponsor ប៉ុណ្្នឹងចុះឥឡូវយើងមកមើលកាឡារបស់យើងវិញបាទលក្ខខណ្ឌដែលយើងដេញសម្រាប់ដោយប្រើគោមួយត្រីមួយលក្ខខណ្ឌនៅមុខគោបាទអញ្ចឹងយើងទៅលក្ខខណ្ឌដែលមិនស្ទួនមុនសម្រាប់ភាគមួយគឺវាមានភាពងាយស្រួលទេតែបើសម្រាប់បងប្អូនអ្នករៀនលេងដំបូងមកយើងអត់ដឹងពីកាឡាស្លាប់ក៏យើងមកបាក់ស្លាប់ដែរអូខេអញ្ចឹងលក្ខខណ្ឌមានពីរជម្រើសមានឆ្វេងនិងស្ដាំអញ្ចឹងអង្គយើងទៅជម្រើសទី1គាត់មកឆ្វេងដៃយើងមុនគឺគាត់រត់មករកត្រីបាទអញ្ចឹងរត់មករកត្រីកន្លែងនេះរូបភាពបងប្អូនត្រូវចាំណាឬរូបមន្តអង្គមួយគោមួយនឹងស្លាប់ហើយអញ្ចឹងយើងកាន់អង្គមួយគិតមកចិត្តគោចេះមកបាទមានតែមួយជម្រើសទេយើងដាក់មកមុខគោស្លាប់អូខេយឺតៗរបស់គ្នាណាអង្គមួយគោមួយក្នុងលក្ខខណ្ឌដែលគាត់មករកត្រីយើងលក្ខខណ្ឌដែលគាត់រត់មកអង្គយើងម្ដងគាត់ទៅខាងស្ដាំដៃអញ្ចឹងរូបមន្តដែលនៅស្ដាំដៃគឺ3គោស្រួលចាំទេគោ3ជើងតែយើងត្រូវឡើងគោបែបណាអុកបែបណាបងប្អូនទៅមើលទាំងអស់គ្នាអញ្ចឹងយើងអុកមកគោបាទអញ្ចឹងខាងខ្មៅមានតែមួយជម្រើសទេអត់ចូលយើងឡើងគោត្រង់បាទជាគោជើងទី2ទៅមកបាទយើងថយអុកបាទអញ្ចឹងយើងកាន់តែគោសុទ្ធទេសម្រាប់ករណីទី2យើងអត់កាន់អង្គទេអញ្ចឹងបងប្អូនចាំរូបភាពនេះណាបាទចាំរូបភាពនេះគឺមានដែលមិនស្ទួនក្នុងលក្ខខណ្ឌនៃទម្រង់ដែលយើងកាក់ជើងអញ្ចឹងបាទអញ្ចឹងយើងនៅសល់គោបាទអញ្ចឹងគាត់មកឆ្វេងរូបមន្តម្ដងទៀតអង្គមួយគោមួយគាត់មកខាងស្ដាំគឺ3គោស្លាប់អញ្ចឹងភាគមួយនេះអាចថាមានភាពងាយស្រួលទេដោយសារវានៅមុខគោអញ្ចឹងសម្រាប់ភាគ2យើងនឹងចេញពីលក្ខខណ្ឌរូបភាពដដែលតែសដើមមុនតែយើងត្រូវកែស្រួលវាមិនអ
ចឹងយើងសម្រាប់វីដេអូភាគមួយនេះយើងខ្លីៗប៉ុណ្ណឹងហើយបងប្អូនអ្នករៀនដំបូងអាចមើលពី3 ដងទៅឲ្យយល់តើមកមានក្តារលើកចិត្តតែមានក្តារណាយើងចាក់ខ្លួនឯងឲ្យខ្លួនឯងទៅបាទហើយបើនៅតែអត់តន់យល់ឬក៏ឆ្ងល់កន្លែងណាបងប្អូនអាច comment សួរបានហើយសម្រាប់រៀមច្បងឬក៏បងប្អូនគាត់អ្នកចេះហើយអាចមានទម្រង់អីផ្សេងលក្ខខណ្ឌដែលយើងប្រើគោមួយត្រីមួយនឹងមកគោចេះមានអីស្លាប់ដែលក្បួនល្អបងប្អូនអាច comment ចូលនៅក្នុងវីដេអូនេះបានខ្ញុំនឹងយកក្បួនបងប្អូនយកមកចែកបន្តបានបាទហើយសម្រាប់វីដេអូនេះបាទបញ្ជាក់ម្ដងនេះខ្ញុំបានដកស្រង់ចេញអំពី YouTube របស់លោកគ្រូឈឺបូរ៉ាអញ្ចឹងបើបងប្អូនពេញចិត្តការសម្រាប់បែបនេះបងប្អូនអាចចូលទៅមើល YouTube គាត់បានតែថា YouTube គាត់ហ្នឹងគឺមានការចែកម្លែកច្រើនថៃមួយសេះមួយទូកមិនក៏មានការចែកប្រេរៀនច្រើនណាអញ្ចឹងលើកចែកបងប្អូនចូលទៅទស្សនា YouTube របស់លោកគ្រូ original របស់លោកគ្រូឈឺបូរ៉ាបានអូខេអញ្ចឹងយើងខ្លីៗប៉ុណ្្នឹងចុះអញ្ចឹងអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល